នៅសៀលបាទថ្ងៃទី14បាទខែ6 2026រូបច្រើនបងប្អូនបាទរកជើងវត្តលកាហើយនឹងមកពីខាងវត្តបាគងផងនឹងព្រះសង្ឃមុននឹងជើញមកពីវត្តបាគងបាទលោកគ្រូចនឆាន